មាសស្រោបនគរឯកសារពិសេសប្រវត្តិសិល្បករខ្មែរល្បីៗអតីតកាលភាគ1អធិរាជសំឡេងមាសស៊ិនស៊ីសមុទ្រដោយប្រើសំឡេងតែមួយមុខស៊ិនស៊ីសមុទ្របាននាំឲ្យខ្លួនលោកឲ្យឈានដល់កម្រិតមួយនៃភាពល្បីល្បាញដ៏កំពូលហើយដែលត្រូវបានប្រជាជនមួយនគរខ្មែរចាត់ទុកជាស្ដេចចម្រៀងតែម្នាក់គត់នៅក្នុងដួងចិត្តនិងត្រូវបានគេចាំមិនភ្លេចរាប់សតវត្សបើនិយាយពីឈ្មោះស៊ិនស៊ីសមុទ្រចំពោះប្រជាជនកម្ពុជាដែលមានប្រមាណជាង10លាននាក់នៅក្នុងនគរខ្មែរទាំងមូលរួមនឹងជនជាតិកម្ពុជាដទៃទៀតដែលរស់នៅក្រៅប្រទេសគ្រប់ទ្វីបទាំង6នៅលើផែនដីនេះគឺគ្មាននរណាម្នាក់ដែលថាមិនធ្លាប់ឮឬមិនស្គាល់ឈ្មោះអតីតកំពូលអ្នកចម្រៀងដ៏ល្បីល្បាញរូបនេះឡើយនិយាយឲ្យចំទៅឲ្យតែអ្នកនោះមានសញ្ជាតិជាខ្មែរលើកលែងតែក្មេងទៅនឹងកើតនិងក្មេងដែលមិនទាន់ដឹងក្តីគឺអ្នកនោះសុទ្ធតែស្គាល់ឈ្មោះលោកស៊ិនស៊ីសមុទ្រគ្រប់គ្នាទោះបីជាអ្នកនោះមិនដែលឃើញរូបលោកផ្ទាល់ភ្នែកក៏ដោយលោកស៊ិនស៊ីសមុទ្រត្រូវបានប្រជារាស្ត្រមួយនគរខ្មែរផ្ដល់នៅរហស្សនាមមួយដ៏ពិរោះអស្ចារ្យគឺអធិរាជសំឡេងមាសព្រោះសំឡេងរបស់លោកពេលស្ដាប់កាលណាអ្នកផងទាំងពុងតែងតែជក់ចិត្តគ្រប់គ្នាហើយគេតែងតែជញ្ជក់មាត់សរសើរមិនដាច់ពីមាត់មួយទៅមាត់មួយថាពិរោះកុំថាឡាយដល់ប្រជាជនធម្មតាទោះបីជាព្រះសង្ឃឬព្រះមហាក្សត្រក៏លន់មាត់សរសើរដែរលោកស៊ិនស៊ីសមុទ្របានបាត់បង់ជីវិតអស់រយៈពេលជាង30ឆ្នាំកន្លងទៅហើយក៏ពិតមែនតែលោកបានបន្សល់ទុកនៅមរតកសម្លេងមាសឲ្យយើងគ្រប់គ្នារហូតមកដល់សប្តាហ៍ថ្ងៃនេះសម្លេងនោះមិនត្រឹមតែមិនសាប្រលាបអស់ប្រជាប្រិយភាពឡើយប៉ុន្តែវាបែរជានៅតែរស់អមតៈនិងលឺរងំជានិច្ចនៅក្នុងការបបោះអង្អែលលងលោមថ្នាក់ថ្នមដួងចិត្តនិងបេះដូងមនុស្សគ្រប់វ័យនិងគ្រប់ចំនួនទៀតផងដោយឆ្លងកាត់អស់ជាច្រើនសម័យកាលនិងច្រើនចំនួនមកសម្លេងតបរបស់អធិរាជសម្លេងមាសរូបនេះបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរនិងបានគ្របដណ្ដប់លើពេលវេលានៃការសប្បាយរីករាយរបស់ប្រជារាស្ត្រខ្មែរស្ទើរតែទាំងអស់លើទឹកដីកម្ពុជានាដែនដីអាស៊ីដ៏កំសត់មួយនេះសប្តាហ៍ថ្ងៃនៅតាមបណ្ដាស្ថានីយវិទ្យុទាំងអស់នៅទូទាំងប្រទេសគេចាត់ទុកសម្លេងចម្រៀងរបស់លោកបានរួមចំណែកយ៉ាងសម្បើមចំពោះប្រជាប្រិយភាពរបស់កម្មវិធីនៃវិទ្យុរបស់គេលេងឯកដ៏រងំក្រអួនក្រអៅរបស់លោកស៊ិនស៊ីសមុទ្រត្រូវបានចាប់បដិសន្ធិឡើងតាំងពីសតវត្សឆ្នាំ1950មកម្លេះហើយបើគិតមកដល់ឥឡូវអាយុនៃបទចម្រៀងរបស់លោកគឺមានអាយុកន្លះសតវត្សទៅហើយប៉ុន្តែបើទោះបីបទចម្រៀងទាំងនោះមានចំណាស់ច្រើនឆ្នាំមែនពិតតែប្រជាប្រិយភាពនៃចម្រៀងរបស់លោកនៅតែទទួលការពេញនិយមពីសំណាក់ប្រជាជនខ្មែរគ្រប់រូបហើយសំឡេងលោកនៅតែលាន់ឮជានិច្ចនៅក្នុងត្រចៀកអ្នកស្ដាប់ទូទៅនិងតែងតែអង្រួនបេះដូងអ្នកពួងឲ្យនៅនឹកស្រណោះរូបលោកគ្រប់ពេលវេលាសំឡេងសារិការបស់លោកស៊ិនស៊ីសមុទ្រត្រូវបានគេឮពាសពេញផ្ទៃប្រទេសកម្ពុជាស្ទើររៀងរាល់ថ្ងៃតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាដូចជាវិទ្យុនិងមញ៉េរបស់ប្រជាជនជាដើមសប្តាហ៍ថ្ងៃបើទោះបីជាមានអ្នកចម្រៀងវ័យក្មេងៗរីកក្បាលដូចផ្សិតកំពុងស្រែកជំទាវអាឡេអាឡូដូចខ្មោចចូលឬខ្លះខំកែទំនុកច្រៀងជារបៀបបទកាត់ទុកហាក់ខុសទំនងច្រើនរាប់រយអ្នកក៏ដោយក៏ពួកគេទាំងនោះមិនទាន់អាចទទួលបាននូវការគាំទ្រដ៏ពិតប្រាកដពីសំណាក់អ្នកស្ដាប់គ្រប់រូបដូចលោកស៊ិនស៊ីសមុទ្រដែរអ្នកខ្លះនិយាយថាអ្នកដែលអាចច្រៀងបានល្បីល្បាញមានអ្នកផងគាំទ្រច្រើននិងច្រៀងឲ្យពីរោះបានយូរអង្វែងដូចអធិរាជសម្លេងមាសស៊ិនស៊ីសមុទ្រនោះម្នាក់នោះមិនទាន់កើតនៅឡើយទេឃើញថាចាប់តាំងពីរបបពួកក្បត់ជាតិពិឃាតមនុស្សដូចសត្វដេរិឆានរបស់បនប៉ុលពតអៀងសារីខៀវសំផននោះមកបទចម្រៀងរបស់លោកស៊ិនស៊ីសមុទ្រត្រូវបានបាត់បង់យ៉ាងច្រើនគឺដោយសារតែពួកអាយ៉ងចិនកុម្មុយនីសមួយសម្បុកនេះបំផ្លាញហើយបទចម្រៀងដែលយើងឮសពថ្ងៃនេះភាគច្រើនសុទ្ធតែគេបញ្ជូនមកពីប្រទេសបារាំងនិងអាមេរិកព្រោះការចំនួនប្រល័យពូជសាសន៍នេះបទចម្រៀងរបស់លោកត្រូវបានគេនាំយកទៅបរទេសជាច្រើនគឺតាមរយៈអ្នកស្វែងរកទឹកដីសន្តិភាពនៅឯប្រទេសនាយសមុទ្រប្រទេសកម្ពុជាមានសង្គ្រាមកាត់ឡើងជាញឹកញាប់ព្រោះសម័យនោះលោកសេនាប្រមុខលន់នល់ដែលជាប្រមុខរដ្ឋមានសត្រូវជុំវិញខ្លួនគឺទី1ជាសត្រូវរបស់កងរំដោះរបស់សម្ដេចព្រះនរោត្តមសីហនុទី2ជាមួយកងទ័ពអាមេរិកនិងទី3ជាមួយនឹងកងទ័ពយេកុងរបស់យួនលុះពេលដែលប្រទេសកម្ពុជាបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតមកគេស្ទើរតែរកបទចម្រៀងរបស់លោកស្ដាប់ពុំបាន
ប៉ុន្តែកាលនោះមានអតីតអ្នកចម្រៀងវ័យក្មេងចំនួនបែកហើយម្នាក់គឺលោកកែវសារ៉ាត់ដែលបានយកចម្រៀងចាស់ៗរបស់លោកស៊ិនស៊ីសមុទ្រមកច្រៀងឡើងវិញដែរប៉ុន្តែនៅតែច្រៀងមិនអស់ហើយក៏ច្រៀងមិនដូចសំនៀងម្ចាស់ដើមគឺលោកស៊ិនស៊ីសមុទ្រនេះដែររត់ភៀសខ្លួនចាក់ចោលមាតុភូមិទៀតបច្ច័យអាក្រក់ទាំងនេះក៏កាន់តែធ្វើឲ្យបទចម្រៀងនៅក្នុងស្រុកខ្មែរខ្សត់ទៅមួយដំណាក់កាលទៀតព្រោះចំនួនបែកហើយនោះអ្នកចម្រៀងដែលមានជីវិតច្រៀងបានគឺមានតែលោកកែវសារ៉ាត់ម្នាក់នេះគត់ឯអ្នកចម្រៀងចាស់ៗសុទ្ធតែខ្លាចជាធូលីស្ទើរតែទាំងអស់ហើយលុះប្រហែលជាមកដល់ពាក់កណ្ដាលឆ្នាំ1985បទចម្រៀងរបស់លោកស៊ិនស៊ីសមុទ្រទើបត្រូវបានប្រមូលផ្ដុំឡើងវិញតាមរយៈបងប្អូនខ្មែរដែលរស់នៅឯបរទេសថតជាថាផ្ញើមកស្រុកខ្មែរហើយលុះឆ្នាំបន្តមកមានអ្នកចម្រៀងខ្មែរជាច្រើនដូចជាលោកឈួយសុភាពលោកប៊ុនចន្ទថនលោកនូសឹបជាដើមបានយកបទចម្រៀងរបស់លោកមកហាត់ច្រៀងតាមនិងកែទំនុកច្រៀងថ្មីយកបទភ្លេងចាស់ដដែលដោយពួកគេគិតថាក្រែងអាចមានប្រជាប្រិយដូចលោកតែពួកគេនៅតែមិនបានលទ្ធផលឡើយព្រោះសម្លេងពួកគេមិនអាចដូចលោកស៊ិនស៊ីសមុទ្រតតែសោះប្រជាជនកម្ពុជារាប់លាននាក់ទាំងនៅក្នុងនិងនៅក្រៅប្រទេសបានចាត់ទុកសម្លេងលោកស៊ិនស៊ីសមុទ្រថាជាសម្លេងពីរោះគ្មានពីរដែលរហូតមកដល់បច្ចុប្បន្ននេះគេមិនទាន់ឃើញអ្នកចម្រៀងខ្មែរណាម្នាក់អាចស្នងឈ្មោះលោកបានឡើយបើទោះបីជាកូនប្រុសឬចៅប្រុសរបស់លោកដែលរស់នៅសពថ្ងៃនេះក៏ដោយបើនិយាយពីអ្នករកស៊ីខាងផលិតកម្មចម្រៀងនាពេលសពថ្ងៃនេះវិញភាគច្រើនគឺសុទ្ធតែកើតលៀបសក្ការៈដោយសារលោកស៊ិនស៊ីសមុទ្រចិញ្ចឹមទាំងអស់គ្មានម្ចាស់ផលិតកម្មណាមួយដែលហ៊ានប្រកែកថាពួកគេមិនបានប្រាក់1រៀលពីញើសឈាមនៃលោកស៊ិនស៊ីសមុទ្រឡើយហើយមានអ្នកខ្លះទៀតលុះបានលុយស៊ីចាយហូរហៀពីមរតករបស់លោកស្កប់ស្កល់ហើយបែរជានាំគ្នារមើលគុណចង់បំផ្លាញស្នាដៃរបស់លោកឲ្យរលាយសាបសូន្យទៀតដោយនាំគ្នាកែភ្លេងកែទំនុកច្រៀងរបស់លោកឲ្យល្អក់កកអស់គឺខ្លះយកបទចម្រៀងរបស់លោកទៅច្រៀងយ៉ាងទន់ភ្លន់សុភាពរៀបសារសោះបែរជាកែទៅជាបទឌីស្កូស្រែកជំទាវដូចជ្រូកដែលត្រូវគេចាក់កខំលោតរំក្បាច់ប្រកាច់ចាប់មិនឈ្នះធ្វើឲ្យបទចម្រៀងរបស់លោកខូចតម្លៃអស់នេះសមនឹងពាក្យមួយឃ្លាដែលគេតែងពោលថាក្រពើវង្វេងបឹងមិនខុសមែនប៉ុន្តែទោះជាយ៉ាងណាក៏ដោយមាសសុទ្ធនៅតែជាមាសសុទ្ធបើទោះបីជាពួកមានខួរក្បាលដែលកើតមកសម្រាប់តែបំផ្លាញវប្បធម៌ជាតិប្រឹងបំភ្លៃបទចម្រៀងរបស់លោកធ្វើជារបបតខ្លួនពួកគេក៏ដោយក៏ពួកគេគ្មានលទ្ធផលល្អដែរព្រោះពួកគេត្រូវបានមហាជននិងអ្នកស្ដាប់ទូទៅរិះគន់និងខឹងសម្បាមិនតិចឡើយដូច្នេះពួកខួរក្បាលទុច្ចរិតអស់នេះទោះខំធ្វើស្ទាយឈួតយ៉ាងណាក៏ពួកគេមិនអាចលុបបំបាត់នៅគេមរតកដ៏ថ្លៃថ្លារបស់កម្ពុជាអធិរាជសម្លេងមាសរបស់ខ្មែរដែលគេបូជាស្មារតីទេពនោះបានដែរដូចយើងឃើញហើយថាទោះបីរស័ព្ទអណ្ដែតវិញ្ញាណក្ខន្ធដល់ឋានណាក៏ដោយក៏លោកស៊ិនស៊ីសមុទ្រនៅតែត្រូវបានប្រជាជនខ្មែរគ្រប់រូបគាំទ្រយ៉ាងស្មោះស្ម័គ្រដដែលព្រោះសម្លេងមាសរបស់លោកបានដិតដាមយ៉ាងក្រាស់ឃ្មឹកនៅក្នុងសួតប្រមាត់នៃជនកម្ពុជាគ្រប់វិនាទីសំឡេងរបស់លោកមិនដែលមាននរណាមួយដែលស្ដាប់ហើយនិយាយថាមិនព្រោះនោះទេគឺគេត្រូវតែសរសើរលើកដំកើងគ្រប់គ្នាដូច្នេះហើយបានជាចម្រៀងរបស់លោកទោះជាមានអាយុកន្លះសតវត្សទៅហើយក៏ដោយក៏នៅតែមានប្រជាប្រិយដែរយ៉ាងវិញទៀតសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់រូបគេសុទ្ធតែមានគំនិតដូចគ្នាថាការបាត់បង់រូបលោកស៊ិនស៊ីសមុទ្រគឺហាក់ដូចជាការបាត់បង់ដ៏ពិសិដ្ឋមួយដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សមួយនគរខ្មែរដូចនេះដែរបើដូច្នេះតើលោកស៊ិនស៊ីសមុទ្រមានប្រវត្តិជីវិតបែបណាខ្លះហេតុអ្វីបានជាលោកអាចក្លាយទៅជាអ្នកចម្រៀងដ៏មហាល្បីរន្ទឺពាសពេញអាណាចក្រខ្មែរដូចនេះហេតុអ្វីបានជាសម្លេងរបស់លោកនៅតែរស់រវើកជានិច្ចនៅក្នុងបេះដូងប្រជាជនរាស្ត្រកម្ពុជាទូទៅនេះជាសំណួរដែលមនុស្សគ្រប់ស្រទាប់វណ្ណៈជាពិសេសមិត្តអ្នកអានសុទ្ធតែកំពុងចង់ដឹងទាំងអស់គ្នាដូច្នេះដើម្បីកុំឲ្យមិត្តអ្នកអាននិងប្រជាជនខ្មែរទូទាំងប្រទេសកើតចម្ងល់និងកើតការសង្ស័យអំពីប្រវត្តិរបស់កម្ពុជាវីរៈតារាចម្រៀងឯកសម្លេងមាសរូបនេះតទៅទៀតយើងខ្ញុំសូមលើកយកជីវប្រវត្តិនៃខ្សែជីវិតពិតរបស់អធិរាជចម្រៀងគ្មានពីរលើលោកមកនិយាយបរិយាយដូចតទៅ